នេះខ្ញុំបានហាត់ការនៅប្រទេសអ៊ីស្រាអែលពីការដាំបឺនិងបានរៀនពីសាលានៅក្នុងប្រទេសនឹងផងដែរបច្ចេកទេសទំនើបនេះគឺជាចំណុចធំដើម្បីដាំបឺឬក៏ការថែទាំបឺឲ្យមានផ្លែច្រើនឬក៏បានផលចំណេញច្រើនគឺមានចំណុចសំខាន់ដូចជាច្រើនដូចជាចំពោះដំណាំគឺមានចំណុចសំខាន់4គឺទី1គឺប្រព័ន្ធទឹក irrigation ទី2សេដ្ឋកិច្ចចំណុចទី3គឺការពារដំណាំពីផលប៉ះពាល់សត្វល្អិតផ្សេងចំណុចទី4ចុងក្រោយគឺក្រោយការប្រមូលផលដំណាំហ្នឹងគេយកទៅធ្វើអ្វីថែមទៀតនេះគឺជាប្រព័ន្ធទឹកនៅក្នុងប្រទេសអ៊ីស្រាអែលប្រទេសអ៊ីស្រាអែលមានភ្លៀងធ្លាក់តិចតួចបំផុតភ្លៀងបានតែមួយសើមដីខុសគ្នាពីប្រទេសខ្មែរយើងភ្លៀងមានទឹកច្រើនគ្នាក្នុងនាមជាសង្វីជាឡៃលួចមើលគេរៀងរាល់ថ្ងៃមើលក្នុងនាមនៃចិត្តលងស្រឡាញ់យើងត្រូវទៅយកទឹកពីសងខាងជុំវិញគល់បឺតាមបណ្ដោយជួររង Now it's the watering time. Of the fruit. So it's a very, not the fruit of the tree. So we are very happy with the results, as you can see with this fruit down here. This is also looking very, very promising. I think we are not yet at a point where we get better crop of the trees necessarily. But you do get better packouts. We do get better packouts. Look at this one. We have painted. This is the water paint. This will help you. នេះគឺការលាបថ្នាំការពារពន្លឺព្រះអាទិត្យទៅលើបឺដែលមានអាយុក្រោម3ឆ្នាំចុះអាចលាបបានលាបនៅរដូវក្តៅដើម្បីការពារឲ្យវាមានការលូតលាស់ល្អទៅលើដើមវានិងកាន់ផ្លែការចិញ្ចឹមឃ្មុំសត្វឃ្មុំដើម្បីឲ្យវាធ្វើដំណើរលំអងរបស់ផ្កានៃដំណាំបឺហ្នឹងដើម្បីវាកាន់ផ្លែបានច្រើនវាស្រូបលំអងហ្នឹងមិនឈ្នះจะចង់ប្រាប់គេឲ្យបានដឹងឲ្យមួតរឹងហើស្ដីមិនរួចឲ្យសមមុខខ្លួនឯងបានត្រឹមដបនេះគឺគេប្រើសម្រាប់ទាក់សត្វល្អិតចង្រៃដែលមកតិចផ្លែបឺនៅក្នុងហ្នឹងគេដាក់មានចំណីទឹកនៅក្នុងហ្នឹងដើម្បីឲ្យសត្វចង្រៃហ្នឹងវាធំក្លិនវាចូលទៅវាមិនអាចចេញមកវិញបានទេជាវិធីសាស្ត្រដែលល្អបំផុតសម្រាប់ដំណាំនេះដល់ដំណាក់កាលចេញក្តាប់អាវ៉ាកាដូចេញក្តាប់ផ្លែទូចឹងណាដំណាក់កាលចេញក្តាប់ចន្លោះពីខែ5ទៅខែឧសភាចំពោះលើករងដាំបឺគឺយើងលើករងចន្លោះ3ម៉ែត្រហើយដាំពីបឺមួយទៅបឺមួយហ្នឹង5ម៉ែត្រហើយចន្លោះពីរងមួយទៅរងមួយទៀតហ្នឹងចម្ងាយ4ម៉ែត្រពីគ្នាកន្លែងនេះគឺការកាត់បឺកាត់ជារង្វង់ដើម្បីឲ្យមានការលូតលាស់ផ្លែល្អនិងកាត់ពេលបើចេញក្តាប់មកហើយអាយុពី6ឆ្នាំអាចកាត់បានរបៀបកាត់ហ្នឹងគឺកាត់បើដែលមានអាយុចាស់ហ្នឹងណាពេលអាយុ6ឆ្នាំហ្នឹងយើងកាត់1ឆ្នាំកាត់ម្ដង1ឆ្នាំកាត់ម្ដងទៀតរួមថ្នាក់ចំអន់
ពេលគេតួនឃើញភ្នែកសំឡឹងពុដូចច្រើនអ្នកហេតុអ្វីឃើញតែគេម្នាក់នឹង ដើមបឺនេះគឺអាយុចាស់ដែរប្រហែលជា15ទៅ15លើសហ្នឹងទេដោយសារមានការកាត់កង់ច្រើនកង់ចឹងណាដំណើរការរបស់វ៉ូដូទី1គឺចេញផ្កាហើយចេញដាប់តែឥឡូវនេះដល់វាធំហើយអាចបេះបាននេះគឺដល់ដំណាក់កាលប្រមូលឬក៏បេះបឺបេះដោយដៃនឹងប្រើម៉ាស៊ីនបើខាងក្រោមយើងបេះដៃធម្មតាម៉ាស៊ីនខាងផ្នែកខាងលើខ្ពស់ខ្ពស់នេះខ្ញុំការប្រើប្រាស់ម៉ាស៊ីនបេះបឺលើកទី1មានអារម្មណ៍ថាភ័យដំបូងភាសាវារាំងខ្ពស់ដែរចឹងលើកទី1ហ្នឹងពេលបេះបានរាំងមកទៅយើងអាចនឹងសមវាការប្រើប្រាស់ក៏ស្រួលបានល្អលឿនសម្រាប់បេះនឹងផងនេះបន្ទាប់ពីបេះបើអស់ហើយយើងធ្វើការតែងមែកវាកាត់មែកដើម្បីមានមែកលូតលាស់ថ្មីកាត់មែកវាស្មើនឹងជង្គង់ឬក៏ស្លឹកវាចេញដើម្បីវាមានការលូតលាស់មែកថ្មីផ្សេងទៀតដល់ពេលតាក់តែងមែកជួយវាក៏ចាប់ដើមចេញផ្កាម្ដងទៀតបាទសូមអរគុណទាំងអស់គ្នាចំពោះការមើលវីដេអូពេលនេះវីដេអូត្រូវបានបញ្ចប់សូមគោរពលា